ដើមទុនជីវិតជីវិតរបស់មនុស្សយើងម្នាក់ពេលកើតមកគឺទទេស្អាតពុំមានយកអ្វីមកតាមជាប់ខ្លួនបាននោះទេរួមទាំងចំណេះដឹងនិងទ្រព្យសម្បត្តិមិនថាអ្នកជាជាតិសាសនានោះឡើយការបានកើតមកជាមនុស្សក្នុងលោកយើងនេះគឺរស់នៅបានដោយសារកម្លាំងកម្មតែប៉ុណ្ណោះកម្មជាកុសលនិងកម្មជាអកុសលដូច្នេះសូមលោកអ្នកទាំងឡាយរស់ត្រូវចេះប្រើជីវិតទទេស្អាតរបស់អ្នកឲ្យកើតទៅជាប្រយោជន៍ដ៏ធំធេងនិងខ្លាំងក្លាពេញមួយជីវិតទៅតាមសមត្ថភាពរបស់លោកអ្នកដើមទុនជីវិតដែលអ្នកត្រូវសាងដំបូងគេនោះគឺទទួលការអប់រំពីមាតាបិតាគ្រូបាអាចារ្យត្រកូលរៀមច្បងនិងការសិក្សារៀនសូត្រពីសាលារាប់ចាប់តាំងពីសាលាបឋមរហូតដល់ថ្នាក់ជាន់ខ្ពស់ទៅតាមលទ្ធភាពគ្រួសារឬអ្នកដែលអាចធ្វើទៅបានបន្ទាប់មកអ្នកត្រូវប្រើសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកដើម្បីស្វែងរកការងារធ្វើឬក៏ប្រកបមុខរបរអាជីវកម្មតូចក្តីធំក្តីទៅតាមសមត្ថភាពរបស់អ្នករៀងខ្លួនហើយត្រូវពុះពៀគ្រប់ឧបសគ្គដើម្បីតតាំងច្បាំងជាមួយព្រេងវាសនានិងព្រហ្មលិខិតឲ្យអស់ពីលទ្ធភាពរបស់លោកអ្នកបើទោះបីជាអ្នកត្រូវទទួលបានលទ្ធផលយ៉ាងណាក៏ដោយអ្នកត្រូវតែក្លាហានហ៊ានទទួលយកលទ្ធផលទាំងនោះដោយក្តីរីករាយជាទីបំផុតព្រោះវាគឺជាសមត្ថភាពពិតប្រាកដរបស់អ្នកដែលអ្នកខិតខំប្រឹងប្រែងតាំងពីដំបូងរហូតមកដល់បច្ចុប្បន្ននេះជាធម្មតាការតស៊ូប្រឹងប្រែងរបស់មនុស្សយើងម្នាក់គឺមិនអាចទទួលបានលទ្ធផលល្អដូចគ្នានោះទេព្រោះថាវាអាស្រ័យទៅលើសមត្ថភាពនិងច្បាប់កម្មផលជាអ្នកឲ្យផលទៅតាមហេតុរបស់បុគ្គលម្នាក់ប៉ុន្តែសូមលោកអ្នកកុំមានការបាក់ទឹកចិត្តធ្វើអ្វីព្រោះកិច្ចការទាំងនោះអ្នកបានព្យាយាមធ្វើវារួចរាល់អស់ពីលទ្ធភាពទៅហើយមិនមែនអ្នកដេកនៅស្ងៀមរងចាំសំណាងល្អរួចមករកអ្នកនោះទេសូមត្រូវចងចាំថាជីវិតរបស់មនុស្សយើងម្នាក់ពិតជាមានតម្លៃណាស់ចូលអ្នកប្រើប្រាស់វាឲ្យអស់ពីលទ្ធភាពហើយពោរពេញទៅដោយគុណតម្លៃខ្ពស់បំផុតបើទោះបីជាអ្នកតស៊ូព្យាយាមប្រើជីវិតអស់ពីលទ្ធភាពរបស់អ្នកហើយនៅតែមិនទទួលបានលទ្ធផលល្អទៀតនោះក៏អ្នកនៅតែជាមនុស្សចេះប្រើជីវិតរបស់ខ្លួនដ៏មហាសែនមានតម្លៃជាទីបំផុតគឺអ្នកនៅតែខ្លាំងហើយអស្ចារ្យមិនសាបសូន្យឡើយណាមោពុទ្ធាយៈ